កាលពីព្រេងនាយមានកុមារកំប្រម្នាក់ជាក្មេងឆ្លាតវាងវៃក្រោយពីឪពុកម្ដាយស្លាប់ចោលទៅចៅខិលបានប្រមូលវែកស្បៃគោក្រៀមមួយបង្វិចដើម្បីធ្វើដំណើរទៅស្រុកឆ្ងាយមួយទៀតពេលយប់មួយនោះកុមារខិលបានឈប់សម្រាកនៅលើដើមឈើមួយដោយអស់កម្លាំងពេកចៅខិលក៏ដេកលង់លក់ទៅពេលក្រោយពីដំណេកកុមារបានមើលឃើញចៅពីរនាក់កំពុងចែកមាសពេជ្រនិងរបស់របរជាច្រើននៅក្រោមដើមឈើកុមារខិលផាត់ផៃណាស់តែដោយមានទម្លាប់ក្លាហានវាក៏ទម្លាក់បង្វិចស្បែកគោចុះចំក្បាលពួកចៅទាំងពីរភ្ញាក់ភ័យយ៉ាងខ្លាំងទើបក្រោករត់ចោលរបស់ទ្រព្យទាំងអស់កុមារខិលឃើញយ៉ាងនោះត្រេកអរណាស់ក៏សម្រូតឆក់ពីដើមឈើប្រមូលកាបវែកស្ពាយមាសពេជ្រជាច្រើនត្រឡប់មកផ្ទះវិញកុមារខិលក៏คล้ายខ្លួនជាមនុស្សមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្បំនៅក្នុងភូមិមានសេដ្ឋីម្នាក់គាត់ឲ្យបម្រើទៅហៅចៅខិលមកឆ្លេចសួរឯរកទ្រព្យបានដោយវិធីណាបាទខ្ញុំបាទបានសម្លាប់គោយកស្បែកលក់ដោយសារតម្លៃនៃស្បែកគោនោះទើបខ្ញុំប្រកបរបរបានចម្រើនចៅខិលក៏ហក់តបបើដូច្នោះឯងនឹងឲ្យបម្រើសម្លាប់គោទាំងអស់ដើម្បីយកស្បែកចាប់តាំងពីថ្ងៃនោះមកសេដ្ឋីក៏ចាត់បម្រើឲ្យសម្លាប់គោយកស្បែកហើយឲ្យនាំយកទៅជួយនៅទីទាំងឡាយតែជំនួយនេះពុំបានផលឡើយដោយចាញ់បោកកុមារខិលសេដ្ឋីខឹងណាស់ទើបឲ្យបម្រើទៅបំពេញចាប់កុមារខិលច្រកបញ្ចូលក្នុងបាវដើម្បីទម្លាក់សម្លាប់ចោលក្នុងទឹកទន្លេបម្រើក៏គោរពតាមសេដ្ឋីហើយនាំគ្នាទៅពួតចាប់កុមារខិលច្រកបញ្ចូលក្នុងបាវចងមាត់យ៉ាងជិតនាំមកជួនសេដ្ឋីពេលធ្វើដំណើរមកដល់ប៉ុនកណ្ដាលផ្លូវដោយមានការហេវហត់យ៉ាងខ្លាំងពួកអ្នកបម្រើទាំងឡាយក៏ទម្លាក់បាវចោលនៅមាត់ផ្លូវហើយទើបនាំគ្នាទៅរកអាហារបរិភោគនៅក្នុងទាមមួយខណៈនោះកុមារខិលបានហែកបាវមើលឃើញអ្នកគង្វាលម្នាក់កំពុងគៀងជាមួយភងវាក៏ស្រែកហៅអ្នកគង្វាលតិចរួចពោលទៅអតែថាសូមលោកមាជួយស្រាយមាត់បាវនេះលែងខ្ញុំផងសេដ្ឋីបានចាត់បម្រើឲ្យខ្ញុំទៅរក្សាទ្រព្យសម្បត្តិនិងជួយបង្ហាត់សេះតែខ្ញុំមានទម្លាប់ខ្លាចសេះណាស់ខ្ញុំពុំហ៊ានទៅទេទោះបីខ្ញុំប្រកែកយ៉ាងណាក្តីបម្រើសេដ្ឋីក៏ពុំយល់ព្រមហើយក៏ចាប់ខ្ញុំច្រកបាវយ៉ាងនេះដោយលោកជ្រាបស្រាប់មុខរបរនេះប្រកបដោយភាពខ្ពង់ខ្ពស់និងកិត្តិយសបើលោកមាពេញចិត្តសូមអញ្ជើញទៅជំនួសខ្ញុំទុកឲ្យខ្ញុំនៅថែរក្សាជាមនេះម្ដងលៀបអញមកដល់ហើយតើអាក្មេងលងនេះមិនស្គាល់ប្រយោជន៍វាទេអញនឹងចូលសងំក្នុងបាវនេះជំនួសវាម្ដងគិតហើយបរិនោះក៏ចូលទៅសងំក្នុងបាវជំនួសកុមារខិលក្រោយពីបានបរិភោគឆែតហើយពួកបម្រើសេដ្ឋីក៏ត្រឡប់មកវិញហើយក៏ចាប់បាវលីបន្តដំណើរទៅទៀតដោយពុំដឹងកិច្ចកលអ្វីឡើយសេដ្ឋីបានឲ្យពួកអ្នកបម្រើយកបាវនោះទៅទម្លាក់ចោលក្នុងទឹកទន្លេបុរសអ្នកគង្វាលក៏ស្លាប់អាសាបងទៅពេលកន្លងមកមិនយូរប៉ុន្មានសេដ្ឋីក៏បានជួបជាមួយចៅខិលម្ដងទៀតមានទាំងភងជាមជាច្រើនផងសេដ្ឋីនឹកឆ្ងល់ភ័យផលក្នុងចិត្តណាស់ឬក៏សួរចៅខិលថាឯឬដែលអញយកទៅទម្លាក់ក្នុងទឹកថ្ងៃមុននោះបាទមែនហើយលោកសេដ្ឋីកុមារតបតែជាសំណាងល្អណាស់នៅបាតទន្លេសបូរដោយទ្រព្យសម្បត្តិធនធានជាច្រើននេះណេះភងជាមដែលខ្ញុំទៅតែគៀងយកមកសេដ្ឋីបានស្ដាប់កុមារខិលហើយក៏ជឿយ៉ាងពិតប្រាកដឥតគិតពិចារណាអ្វីឡើយដោយមានចិត្តលោភលន់ពុនប្រមាណសេដ្ឋីក៏បញ្ជាឲ្យពួកបម្រើយកបាវមកច្រកគាត់ហើយឲ្យទៅយកទៅទម្លាក់ទឹកទន្លេដោយដែលកាយដែលធ្វើទៅលើបុរសគង្វាលយ៉ាងនោះដែរ